នោះអាការដែលសោកសៅសឹកសួលហ្នឹងមកជាការពិចារណាវិញណែបញ្ញាដែលកើតឡើងហ្នឹងណាមានតម្លៃក្រៃលែងជាងអារបស់ដែលយើងបាត់ហ្នឹង10000 100,000 1លានដងក៏ប្រៀបបានចំពោះអ្វីដែលយើងបាត់ហ្នឹងថាវាមានតម្លៃប៉ុណ្ណាក៏ប៉ុន្តែបើយើងបានសិក្សាការពិតណាជាមួយគ្នានឹងអាការបាត់ហ្នឹងគឺមានការពិតសម្រាប់ឲ្យចម្រើនបញ្ញាចឹងហ្នឹងឯងហើយបញ្ញាហ្នឹងសំខាន់ណាស់ឥឡូវយើងមិនបាត់ទេហើយថែមទាំងបានទៅទៀតបាន10000 លានដុល្លារទៅទៀតប៉ុន្តែបើនិយាយត្រឹមតែទ្រព្យសម្បត្តិដែលយើងបានហ្នឹងណាមកលះបាបអីយើងបានមកជាទីពឹងអីឲ្យយើងរួចពីអបាយភូមិឲ្យរួចពីវដ្តសង្សារអានឹងកុំនិយាយដល់ទៅអត់កុំនិយាយដល់ទៅបាត់សំបីតែបានមកអញ្ចឹងគឺរឿងបាត់រឿងបង់គឺយើងក៏សិក្សាតាមនឹងទៅក៏ប៉ុន្តែថាណែប្រក្តីនៃពុទ្ធបរិស័ទយើងកុំចេះតែទាស់អ្វីសម្រាប់ឲ្យកើតបញ្ញាដល់ទៅទាស់វាមិនមែនត្រឹមតែមិនកើតបញ្ញាវាទៅជាធ្វើឲ្យបញ្ញាហ្នឹងទប់ពលទៅទៀតហ្នឹងឯងអកុសលនិវរណៈហ្នឹងធ្វើឲ្យបញ្ញាទប់ពលទម្លាយបញ្ញាហ្នឹងឯងតែមើលខាតប៉ុណ្ណាទៅអ្វីជាការពិតគួរដល់ការអប់រំចម្រើនផ្លូវចិត្តចម្រើនសេចក្តីស្ងប់មានបញ្ញាជាមួយនឹងការពិតហ្នឹងហើយអត់សិក្សាហ្នឹងវាទៅជាល្ងងហ្នឹងណាទៅជាល្ងងហ្នឹងបាលីហៅពេលចឹងហ្នឹងឯងល្ងងគឺមិនមានការសិក្សាម្ល៉េះហើយក៏ទៅជាបន្ទុះទៅជាតោះចង់តែបានអ្វីឲ្យត្រូវចិត្តហ្នឹងឯងអត់មានសិក្សាការពិតទេហើយត្រូវចិត្តទៅបានអីផ្កប់តែចំណងហ្នឹងអាពេញចិត្តហ្នឹងផ្កប់តែចំណងដែលជាហេតុនៃសេចក្តីទុក្ខហ្នឹងផ្ទុយគ្នាស្រឡះអំពីការដែលទទួលយកគ្រប់អារម្មណ៍ទាំងអស់ដែលបានចូលមកដល់ជីវិតនឹងឯងឲ្យសម្រេចទៅជាទានទៅជាសិលទៅជាសមថៈទៅជាវិបស្សនាមើលទាំងចិត្តនឹងឯងចម្រើនទៅដោយគ្រប់កុសលធម៌ទៅមិនប្រមាទក្នុងកុសលហើយក៏បានចូលដល់សច្ចធម៌ដោយអំណាចនៃបញ្ញានឹងឯងចឹងហើយបានចម្រើនទៅដោយគុណធម៌ទៅដោយព្រះអង្គសម្ដែងប្រពចំពោះព្រះមហាកស្សបៈក្នុងអបមាទវៈអញ្ចឹងប្រមាទទាំងអបមាតេនយតិនុតតេបណ្ឌិតោបញ្ញាបាសាតមេរយៈអសោកោសោកនឹងបច្ចាំងបបតថោវៈភូមត្ថេធីរោពេលេអវេខតិគឺបណ្ឌិតបានបន្តបងបានកំចាត់បងបានទម្លាយនុតតេចឹងនៅប្រមាទទាំងនឹងឯងដោយសេចក្តីមិនប្រមាទទាំងអបមាតេនយតេនុតតេបណ្ឌិតោនឹងឯងចឹងដល់ចឹងទៅលោកជាអ្នកមិនមានសេចក្តីសោកអាសោកោសោកេនឹងបច្ចាំងនេះលោកមិនមានសេចក្តីសោកឡើងលើប្រាសាទគឺបញ្ញាហើយសម្លឹងមើលពពួកជនទាំងឡាយដែលកំពុងមានសេចក្តីសោកមើលទៅឃើញចឹងមើលទៅឃើញពួកជនដែលមានសេចក្តីសោកហ្នឹងគឺរឿងដែលនៅល្ងងនៅអវិជ្ជាហ្នឹងទោះជាមិនល្ងងដល់ទៅថ្នាក់ប្រព្រឹត្តបាបកម្មបញ្ញវេរាអីក៏ដោយវាមានសេចក្តីល្ងងទៅតាមលំដាប់ហ្នឹងអញ្ចឹងមកចឹងហ្នឹងឯងក៏ប៉ុន្តែព្រះអង្គត្រាស់ថាបបតថោវៈភូមត្ថេទីរោពេលេអវេកតិហ្នឹងគឺថាអ្នកប្រាជ្ញលោកពិចារណាមើលបុគ្គលល្ងងខ្លៅនឹងឯងចឹងដូចជាបុគ្គលឡើងលើកពូលភ្នំមើលមកពួកជននៅនឹងដីហ្នឹងអ្នកដែលឡើងទៅលើទីខ្ពស់ហ្នឹងមើលមកឃើញបានឆ្ងាយក្នុងសេចក្តីហ្នឹងព្រះអង្គទ្រង់ត្រាស់លើកនៅព្រះមហាកស្សបៈដែលពិចារណាសពសត្វទាំងឡាយចុតិបដិសន្ធិអីទាំងអស់ហ្នឹងប្រព្រឹត្តទៅដោយអំណាចអវិជ្ជាតណ្ហាបាទាននឹងឯងចឹង
ក៏ណាហើយសត្វលោកនឹងកំពុងតែប្រព្រឹត្តទៅក្នុងអំណាចនៃកម្មវត្តៈវិបាកវត្តៈបែរទៅជាបដិសេធសុគតិភពបដិសេធអបាយភូមិបដិសេធផលវិបាករបស់កម្មអាហ្នឹងគឺវាជារឿងអាកំបាំងសម្រាប់ជីវិតហ្នឹងព្រោះអវិជ្ជាជាគ្រឿងបិទបាំងនឹងឯងហើយក៏ទៅជាមិច្ឆាទិដ្ឋិយល់ខុសអំពីសេចក្តីពិតដែលជីវិតប្រព្រឹត្តទៅតាមកម្មនឹងឯងតែមិនមែនថាតលតែយើងមានទេពបច្ចៈខោមើលឃើញអបាយភូមិនរកប្រែតមើលឃើញទេវតាអីបានយើងដឹងរឿងទាំងអស់ហ្នឹងទេរឿងទេពបច្ចៈខោនេះអាចនៅក្នុងសាសតតិដ្ឋិអុឆេតតិដ្ឋិអីបានទៀតផងទាំងនឹងឯងមិនមែនលះសកាយតិដ្ឋិបានទេតែណែធម្មចៈខោដែលបានឃើញបដិច្ចសមុបាទធัวឃើញការកើតឡើងនៃកម្មតែនរកប្រែតទេឆានអសុរកាយនៅក្នុងកម្មហ្នឹងណាមនុស្សទេវតារូបព្រំអរូបព្រំនៅក្នុងកម្មហ្នឹងណាឲ្យតែមានបញ្ញាឃើញការកើតឡើងនៃកម្មតេតួងទៅនឹងអវិជ្ជាតណ្ហាបាទានឃើញវត្តដាក់ដែលប្រព្រឹត្តទៅមានញាណក្នុងសន្តិបត្តិឃើញការអស់ទុកហ្នឹងគឺការអស់ទៅនៃវត្តដាក់នឹងឯងចឹងគឺព្រះនិព្វានចឹងគឺក្នុងការដែលពុទ្ធបរិស័ទយើងប្រតិបត្តិយើងក្នុងជីវិតសពថ្ងៃវាគ្រាន់តែថាតេតួងទៅនឹងអធិស្រ័យតេតួងទៅនឹងសបាយៈផ្សេងដូចថាយើងនិយមសំណាក់បរិបត្តិវត្តអារាមអីហ្នឹងដោយសារអីដោយសារអាវាសជាទីសបាយដោយសារបុគ្គលជាទីសបាយហើយនៅជាមួយនឹងគ្រូអាចារ្យអីមើលខុសមើលត្រូវអីចឹងទៅក៏ជាបុគ្គលជាទីសបាយហ្នឹងជាមិត្តជាកល្យាណមិត្តជាគ្រូបាអាចារ្យហ្នឹងចឹងទៅហើយមានសបាយៈផ្សេងទៀតដូចជាធម្មសបាយអីហ្នឹងចឹងបានជាមានចូលព្រះភាសាអីញាតិញោមបងប្អូនកូនចៅកូនចាស់មុនទៅណេះទៅណោអីហ្នឹងក៏ប៉ុន្តែយើងត្រូវដឹងថានឹងតេតួងទៅនឹងសបាយៈហើយសំខាន់ក្នុងកិច្ចបរិបត្តិគឺដោះស្រាយបញ្ហាដែលបានមកដល់ជីវិតនឹងឯងបើយើងចិត្តតែជ្រើសរើសរੂឲ្យសនុករੂឲ្យសុខរੂឲ្យស្រួលពីខាងក្រៅមកស្រាប់មិនបានទេយើងថាំងទៅកន្លែងនេះវាចិត្តតគេដូចថាចាប់ទោសចាប់កំហុសយើងនឹងឯងមិនសូវស្រួលខ្លួនអីមិនអាចជួយធ្វើកិច្ចការងារអីគេបានគេថាយើងខ្ជិលយើងចម្រុនអីចឹងទៅនឹងទៅក្នុងកន្លែងបប្រតិបត្តិធัวដើម្បីនឹងបរិភោគរួមអីចឹងទៅណាតាមទីកន្លែងហ្នឹងក៏មានចិត្តមានថ្លើមទៅនៅមិនបានទៅនឹងឯងខ្លះក៏មានមាត់មានកស្ដីថាអីចេះចុះហើយយើងចាំឲ្យតែអ្វីពីខាងក្រៅនឹងឯងនាំមកនៅសេចក្តីសុខឲ្យយើងស្រាប់យើងរកកន្លែងសម្រាប់ឲ្យយើងសុខអញ្ចឹងរួមឃើញទេចាំឲ្យគេធ្វើល្អឲ្យយើងបានត្រូវចិត្តស្រាប់ចាំឲ្យគេនិយាយល្អត្រូវចិត្តយើងស្រាប់យើងរស់សុខមិនឃើញទេវាតល់តែយើងបដិបត្តិធัวគ្រប់ទីកន្លែងគ្រប់ពេលវេលាគ្រប់គ្រាគ្រប់រឿងនឹងឯងវឹកខាត់អប់រំអញ្ចឹងរៀនរស់នៅប្រឈមជាមួយនឹងបញ្ហាហើយដោះស្រាយបញ្ហាតាមផ្លូវពធដោយសេចក្តីអត់ធន់ដោយសេចក្តីសន្តោសប្រោសបណីអធិស្ឋានឲ្យអភ័យគឺថាការដែលប្រព្រឹត្តធัวនឹងឯងចម្រើនទៅដោយគុណធម៌ចម្រើនដោយចំណេះចេះដឹងចឹងទៅយើងក៏មិនចេះទៅទៀមទាឲ្យអ្នកដទៃនឹងមកគោរពយើងរឿងអីចឹងទៅទេប៉ុន្តែការគោរពជាអានិសង្សនៃគុណធម៌ជាអានិសង្សនៃការប្រព្រឹត្តធម៌យើងមិនទៅទៀមទាអីដោយពុទ្ធបរិស័ទយើងជ្រះថ្លានឹងព្រះដ៏មានពភាពោលសរសើរព្រះអង្គមួយថ្ងៃអរហង្គសម្មាសម្ពុទ្ធោព្រះអង្គមានមកទៀមទាឲ្យយើងសរសើរព្រះអង្គនេះណាព្រះអង្គអត់មានជាប់ជំពាក់ជាមួយនឹងលៀបយសសរសើរសុខអីទេតែព្រះអង្គក៏មិនហាមឃាត់ព្រោះនេះជាបុណ្យកុសលព្រះអង្គក៏ទទួលព្រាមតែបូជាមិនចំពោះទេថារបស់ថ្លៃរបស់ល្អរបស់បណ្ឌិតអីសូម្បីតែនំកតក់អត់ទាំងមានស្ករដាក់ផងសូម្បីតែសម្ពុតចាស់ដែលព្រាមថ្វាយព្រះអង្គក៏ទទួលដោយប្រហាប្រតិអនុគ្រោះ
នឹងឯងការសរសើរអីនឹករលឹកគុណព្រះអង្គអីនាំឲ្យមានបៃតេបាមកជានាំឲ្យមានសេចក្តីស្ងប់រងាប់អកុសលនិវរណៈមិនរូបរិទ្ធចិត្តសន្តានបានប្រព្រឹត្តទៅក្នុងសភាពជាចិត្តត្រង់ហើយក៏បានឃើញអត្តឃើញធัวប្រកបដោយបាមកជាមានបៃតេបស្សទ្ធិមានសុខៈមានសមាធិក៏បានដល់ទៅធម្មសោតគឺវិបស្សនាដោយសារការនឹករលឹកដល់ព្រះគុណដែលពនាមរបស់ព្រះអង្គនឹងឯងមួយពនាមគឺជាទីប្រជុំនៃបត្រៃបីដកនោះនឹងគឺពុទ្ធបរិស័ទយើងមានសេចក្តីសុខតាមរយៈនៃការអប់រំចិត្តអញ្ចឹងទៅអាហ្នឹងយើងចាំអញ្ចឹងណាបើយើងចាំឲ្យតែគេនិយាយល្អបានយើងបានសុខហ្នឹងយើងទៅរួយណាហើយបានសុខអញ្ចឹងនោះហើយយើងអត់បប្រតិបត្តិអីសោះហ្នឹងបានអីជាទីពឹងចាំឲ្យតែគេធ្វើអីត្រូវចិត្តយើងបានសុខហ្នឹងយើងគិតថាទៅរស់សុខបែបហ្នឹងឲ្យបានសុខគ្រប់ពីណាមកអ្នកស្រឡាញ់យើងមានអីអ្នកគោរពយើងមានអីហ្នឹងឯងហើយដល់តែគេមិនគោរពមួម៉ៅមិនសប្បាយចិត្តកំហួកកំហែងស្ដីថាเตรียมទាក្នុងបំណងប្រាថ្នាឲ្យគេគោរពរឹតតែថោកទៅទៀតរឹតតែអន់ទៅទៀតហ្នឹងឯងព្រោះអ្វីប្រព្រឹត្តទៅដោយសទ្ធានិងបញ្ញានឹងឯងដែលជ្រះថ្លាក្នុងព្រះសាសនាឬក៏ដើម្បីនឹងថាចូលទៅរកអ្នកមានសិលតាក់ទងទៅនឹងសទ្ធានិងបញ្ញានៃពុទ្ធបរិស័ទដែលចង់ឃើញចង់ជួបអ្នកមានសិលចង់ថ្វាយទានចង់ស្ដាប់ឱវាទអីហ្នឹងគឺសម្រេចដោយសទ្ធានិងបញ្ញារបស់អ្នកដទៃយើងប្រខិតប្រខំអត់បានទេទៀតនឹងឯងដូចជារឿងស្រឡាញ់អីចឹងទៅក៏ប្រខិតប្រខំមិនបានហ្នឹងឯងអ្នកផ្សេងទៀតសន្ធឹកមកស្រឡាញ់យើងប៉ុន្តែយើងក៏អត់មានចិត្តស្រឡាញ់គេហើយដល់តែយើងស្រឡាញ់គេណែនោះគេនោះអត់ស្រឡាញ់យើងអានឹងគ្រាន់តែចង់លើកឡើងថាវាជារឿងនៃសេចក្តីស្រឡាញ់ក្នុងចិត្តរៀងខ្លួនអញ្ចឹងប្រខិតប្រខំយ៉ាងម៉េចបានទៅដូចជាសទ្ធានិងបញ្ញាអញ្ចឹងដែលត្រូវរាប់អានព្រះសាសនាដែលនឹងត្រូវគោរពបូជាអីទៅយ៉ាងណាដូច្នេះវាតេតួងនឹងគុណធម៌ចរិយាធម៌ចំណេះដឹងដែលពុទ្ធបរិស័ទយើងមានការអប់រំទៅមានការចម្រើនទៅដើម្បីលះបាបលះកិលេសហ្នឹងមិនមែនយើងអប់រំគុណធម៌ចំណេះដឹងដើម្បីឲ្យគេគោរពដើម្បីឲ្យគេសរសើរដើម្បីឲ្យគេលើកតម្កើងទេគឺវាមានតម្លៃខុសគ្នាឆ្ងាយណាស់គុណធម៌ប្រព្រឹត្តទៅដើម្បីលះបាបទៅកាន់ព្រះនិព្វានរួចផុតពីអំណាចរបស់មេហើយស្រាប់តែយើងអប់រំដើម្បីឲ្យគេសរសើរដើម្បីឲ្យគេគោរពហ្នឹងគឺថាយើងបន្ថោកគុណធម៌ហ្នឹងវាទៅជាមានទោសនឹងឯងដូចជាការសិក្សាបរិយត្តិធម៌ដើម្បីលៀបសក្ការៈដើម្បីការសរសើរអីពីអ្នកអតីគឺជាអលកតុបមបរិយត្តិចឹងទៅពីព្រោះពធัวព្រះអង្គទ្រង់បំពេញអភិនិហាបារមីមកក្រៃលែងណាមិនមែនមកថោកស្មើនឹងសម្បត្តិរបស់មេទេចឹងយើងសិក្សាពធัวដោយល្អមិនមែនយកមកប៉ុណ្ណឹងប្រជែងសូត្រឬក៏សម្ដែងអីក្នុងរបៀបដូចថាដើម្បីលៀបដើម្បីយោះដើម្បីប្រសើរក្រាន់បើនឹងសិតតែពុទ្ធអង្គថ្មាស់តេះដៀទាំងឬក៏រំលឹកដាស់តឿនឲ្យភ្ញាក់រលឹកឲ្យឃើញតម្លៃនៃពធកាត់ថ្លៃមិនបានព្រឹកទៅដើម្បីលះបាបទាំងដើម្បីរួចផុតចាកទុក្ខនឹងឯងអញ្ចឹងយើងប្រព្រឹត្តបរិបត្តិឲ្យបានល្អអញ្ចឹងទៅតែអានិសង្ឃវាមានដល់អញ្ចឹងទៅណាមួយគុណធម៌ក៏នាំឲ្យមនុស្សនិងទេវតាមានសេចក្តីជ្រះថ្លាផងអញ្ចឹងក៏វាមិនសូវមានរឿងអីដែលសម្រាប់ថាឲ្យយើងលំបាកអីទៅដោយថាអ្នកដតីនឹងឯងសម្លក់សម្លឹងដូចថាដើមភ្នែកកតុយភ្នែកអីចឹងមិនមើលមកឲ្យចំកសែភ្នែកដោយសេចក្តីគោរពស្រឡាញ់អីចឹងនឹងឯងវាមិនមានរឿងចឹងទេណាមានតែមើលឃើញទៅបដិសន្ធារៈទៅណាសំដែងអាការៈត្រេកអរនឹងឃើញនឹងជួបនឹងសាកសួរនឹងសន្ទនាទៅជាកល្យាណមិត្តទៅគឺ
miền an đi xong chẳng đời xa cún ở thua đôi cả nạp cún cha chia về cha gạt thì ca cục ruộng vọt ấy có đôi cái này chẳng bây giờ khoa chùm này đăng khoa cún ở thua hay giờ miền tại bệ đai khoa bệ cún hay giờ tiền tia ở cây cờ rốc ta nhom na thma chỉ cha gạt thì ca tới cờ rốc chơi tới cờ rốc cháu bậc khom mấy ba năng ảnh ba tha thì xa xu vì này mà ắt che xa xu bật thua ắt che xu bè bị thom ắt che men tha dân riêng che đầm bay đo sai pan nhà đấy bên thay tha cái trời miền côn là thua nó chậm này đắng năng côn là thua năng ngày khi nông ca cướp cướp bò đi sát tiền đo từ ban che đăng tới prap tới bằng hạt bằng riêng tới sa quân bò đi sát nó cô rút cao cái cái miền chẳng nó chỉ ăn đi xong trời từ miền chẳng chỉ hai chỉ pha chẳng đo từ group cao cái tới cả group kruông cả post đây cứ tham miền tầm lai à tực mọt nó mới miền tầm lai đôi chia sầm puột để nằm mà bị đai ca xây chẳng pua còn là miền tầm lai chẳng tới cha tới cái mình chụt chướng thế cái chọc mẹ pích bông mẹ bạ cái con ốp từ đôi kêu cả ốp nó đây bảo ăn sầm đây nơi cái nông bọc cả là bạch nhạt nừng đời xa chùm này đắc nâng côn là thua nâng ảnh thì cứ này nằm tới ai cái prom prieng tới cái prom nâng ảnh cái đạp chẳng tới có ban ca cục kruông đôi liệp từ ca ra ấy nó còn miền ban mau sờ bô chẳng tới con cha có chặt cha anh tới con cha còn nơi hà học sập on ấy ban sắc xa riêng sâu tới là riêng thăm mẹ vì đây bà lây ấy chẳng tới tiệt tới nâng ảnh đời xa tè con cha nè cục kruông mà on nâng để nhiệt nhôm chia la tầm núp rong bị chay buôn sập cục cọt lá bây giờ ấy chẳng tới ban ăn được cua đào bắp về chết lần mà rồi pi rồi on ấy chẳng tới con cha có nơi đời xa ra đi dễ thua chấm ra meta chết miền bà hạp tây mình miền pi mình miền chia ba thum từ lum từ lê chẳng tới nâng cứ thay chỉ ăn đi sáng nông ca để rẽ xa này là tới côn là thua nó cứ tha ban rẽ xa bà hạp là tây rẽ xa chặt sần đan côn cha tiện tuông chăng á đôi chân đây nick nhầm ná khăn để đi ráp pi riêng côn là thua chả ra thua để dân rồi nếu hãy chỉ upakara đo ca bạ đi bắt nơi nông samatha vipassana từ tiệt nâng ảnh tôi chỉ thà dân lọ panna cả đời nâng anh to ai lọ trường nâng đọc một phay đòn từ tiệt sùng bay tại pre đầu miền một phía còn nơi tại nè sọp nâng cái to cái rột rương đây tha nền tiền chèn cho nâng ngày nhà nó ấy để dân trời ở sài côn là thua tiền dân chăm ở cái lọ sọp group từng ón ta dân bàn ấy vì sao vì côn là thua bao giờ thế bây giờ miền Bắc chỉ về cái nạn nhiên sầm ra chia bây giờ đây giờ bậc thua tới trăm bách nhà nam mà vì sao ấy thế cờ dân đăng ngay tâm thế ấy bờ dân mình toàn châu đà lô có trả thua với tao là dân mau vì sao trong đây thà miền này ở tây kỳ đây tha ấy ai mau chăng mau nâng ảnh bán vì sao côn là thua nâng từ bàn đến ấy dân mấy cái mình nực lực mơ khăn tệ về ti ta bỏ nâng đặt cái là bọ nâng từ xóm rương đây về men chỉ rương á chẳng dây ta ắt miền tô không hao ấy trong pre và trong po sắt miền tại côn á bàn tay đặt cái là bọ nâng từ chỉ xua ruột khăn tây ấy ná cắt đây cắt chương cắt lắc cái chia cắt trong chùm mò khiêm hô sao pin nâng hay tiêu phật thẹ vào ông cái đam trung lần vào ông tiệt vâng tập tục của chờ hay có bạt bằng gì vật từ ạ đằng ngày môn đằng cắt đây cắt chương ao bây chỉ khiết vui rót rồi đồng pọt đó pon đồng pọt đó pọt đây pọt là tiệt ớt miên rương hay so đầy xa tè rương vào ông giờ văn phong hay mua mai trăng để pu niềng nâng cào chào vào ông bằng cười chung pre brom po sat đập và thua nâng rương chỉ lệ rồi hốt đào từ miền tầm nguồn ao thành đầy số và tiền đặt cái là bọ nâng vấn đề dân mà nức lực đào đầm rây chặt toàn tới đào phu rồi toàn tới ấy tới nâng ngay mờ mơ giờ người đó từ thôn thua đó là phần nâng cái bán cất mà sầm lạp dương phong nâng cái đó là cái đây tha phần nâng thu chặt thà thu chặt quạt chẳng để cho rồi tới miền ấy tiền dương nơi riêng thua ban tinh kia tha ban nâng về sầm khăn cứ thà về ở miền Pành Hà ấy đây thà dương chỉ nè miền tô cái tam chạp cái tam
សម្រាប់អីណាវារួចហើយរួចរាល់អស់ហើយអញ្ចឹងយើងអរគុណហើយបានគាត់គ្រាន់តែស្ដីគ្រាន់តែថាប្រមាថមើលងាយមើលថោកអីខ្លះប៉ុណ្ណឹងគាត់មិនបានគិតមកសម្រាប់យើងនឹងអរគុណហើយរៀនតាមព្រះបណ្ណៈផងទៅដែលនិមន្តទៅនៅសេនាបរន្តជនបទនឹងបានបន្លឺសីអានេត7មុខថ្វាយព្រះរាមាពភាហើយលោកមិនចេះថាទេណាព្រះពុទ្ធអង្គទ្រង់សាធុការសាធុមកពីថាមែនណាមែនបើលោកនឹងលោកទៅគង់មកភាសាលោកបានវិជា3នាំឲ្យមានបាសកបាសិកាឡើងថឹកនៅក្នុងសេនាបរន្តជនបទរហូតពុទ្ធបរិស័ទយើងសប្ថ្ងៃមុនអញ្ជើញទៅដល់ទីកន្លែងនឹងទៀតផងក៏ណានៅឯសេនាបរន្តជនបទនឹងនៅជាប់មាត់សមុទ្រនឹងញក់សមុទ្រចូលទៅខាងប្រទេសភូមានឹងឯងចឹងគឺពុទ្ធបរិស័ទកណ្ដាគុណចាស់ញាតិញោមប្រតិបត្តិពធក្នុងជីវិតយើងរាល់ថ្ងៃហើយមានអធិស្ឋានទៅរស់នៅជាមួយកល្យាណមិត្តគ្រូបាអាចារ្យណាទីកន្លែងណាអានឹងហៅថាសបាយៈតាមដែលសបាយនឹងចឹងទៅណាប៉ុន្តែត្រូវយល់ថាបដិបត្តិធัวគឺមិនមែនយើងទៅរកកន្លែងស្រួលស្រាប់ទៅរកបុគ្គលស្រួលដាក់យើងស្រាប់អីទេនោះយើងវាមានស្រឡាញ់ខ្លាំងស្រឡាញ់តិចមិនសូវស្រឡាញ់រហូតស្អប់មានការចងពីវេរាអីចឹងមកដូច្នេះគឺយើងត្រូវប្រឈមជាមួយនឹងឧបសគ្គនឹងឯងដោយមិនកើតទុក្ខគឺត្រូវរលឹកដឹងថារូបប៉ះនឹងភ្នែកនឹងឯងវាមានមនុស្សសត្វបុគ្គលណាមโนទ្វេរវិធ័យចិត្តទេតើដែលគិតទៅថាជាបុគ្គលនេះបុគ្គលនោះកុំឲ្យវង្វេងតាមគំនិតនឹងត្រូវរៀនរស់នៅក្នុងលោកនៃអរិយវិន័យចឹងហើយក៏កុំឲ្យយើងឃើញចំពោះតែរូបដែលយើងចង់ឃើញនោះអានឹងយើងអ្នកបំរើមេបំរើចំណង់កិលេសមេហ្នឹងត្រូវឃើញរូបដែលប៉ះនឹងភ្នែកបានជាការពិត 100% នឹងឯងទាំងគឺមានសតិរលឹកដឹងបានចំពោះរូបារម្មណ៍ឬក៏ចក្ខុវិញ្ញាណហ្នឹងកុំឲ្យយើងឮចំពោះតែសំឡេងដែលចង់ឮដាក់បានទេត្រូវឮសំឡេងដែលប៉ះនឹងតិចនេះបានជាការពិតយើងមិនបំរើមេទេមិនបំរើចំណង់ទេតែជាការសិក្សានៅពេលដែលយើងឮសំឡេងដែលប៉ះនឹងតិចទទួលដឹងថាសំឡេងនឹងជាការពិតនឹងជាការអប់រំចម្រើនបញ្ញាទៀតទោះជាមាសប្រាក់លុយកាក់លៀបយសបាត់បង់ប៉ុណ្ណាបន្តិចបន្តួចទេទៀតក៏ណាណែការដែលបានចម្រើននៅបញ្ញាដើម្បីលះអវិជ្ជានេះជាការលះភ័យក្នុងវដ្តសង្សារនេះនឹងឯងមិនអាចយើងកើតទុកកន្ទក់កន្ទិញនៅក្នុងរឿងបាត់បង់រឿងអីរឿងមិនមានអីមិនបានអីគ្រាន់តែថាមិនបានគេសរសើរឬក៏មិនបានលៀបមិនបានយសអីយើងអត់មានកើតទុកអីទេពីព្រោះអ្វីដែលសំខាន់ដែលពុទ្ធបរិស័ទយើងកំពុងតែអប់រំចម្រើនកំពុងតែបានកំពុងតែសម្រេចនេះគឺការសិក្សាសច្ចធម៌ទេនឹងឯងដែលសច្ចធម៌នឹងឯងជាសាលារបស់ពុទ្ធសាលាព្រះបច្ចេកពុទ្ធសាលាព្រះអគ្គសាវកអគ្គសាវិកាសាលាគ្រប់ព្រះអរិយបុគ្គលហើយយើងមានសំណាងបានចូលសិក្សាសាលានឹងមានព្រះពុទ្ធអង្គជាបរមគ្រូដែលព្រះអង្គបានត្រាស់ដឹងព្រះអង្គបង្រៀនឲ្យយើងសិក្សាការពិតនឹងហើយមើលសេចក្តីពិតទាំងអស់សេចក្តីទុក្ខអីនេះបានបញ្យលណែនាំឲ្យពុទ្ធបរិស័ទយើងនឹងឯងបានដឹងថាជីវិតហ្នឹងមិនមែនមានតែសេចក្តីសុខទេមិនមែនមានតែអាសាទៈទេវាមានទុក្ខប៉ុន្តែសង្ខារធัวទេតើមិនទៀងជាទុក្ខនេះឯងបោះណាមិនទៀងជាទុក្ខមានសេចក្តីប្រែប្រួលវាមិនមែនជារបស់ស្មោះអីទាំងយើងហើយបើណាណីក៏ចេះខឹងគេចេះស្អប់គេតែគេមិនស្មោះអីអញ្ចឹងទៅហត់នឿយផ្លូវចិត្តណាបង្ហូរទឹកភ្នែកចឹងទៅដោយការដែលឈឺចិត្តជាមួយនឹងអ្នកដែលមិនស្មោះហើយដល់ទៅសង្ខារធัวហ្នឹងស្មោះនឹងយើងណាស់ទៅឯរាល់ថ្ងៃហ្នឹងនាំយកជំងឺរោគាសពគ្រប់ជាមេរោគនាំយកពេជ្ជឃាតឃាតកោមកសម្លាប់យើងទៀតស្មោះនឹងយើងណាស់ទៅហើយដែលខំទំនុកបំរុងបច្ច័យ4ណានៃរហូតដល់តែប្រកាន់តែខ្លួនយើងឯងទៅស្អប់គេទៀតអាហ្នឹងឯងដែលយើងស្រឡាញ់ខ្លួនយើងដោយល្ងងដោយអត់ដឹងថាតើបញ្ញខណ្ឌនឹងវាយ៉ាងម៉េចចេះទៅតោះទៅស្អប់ថាគេនឹងក្បត់យើងមិនស្មោះត្រង់យើងបោកយើងអាត្រង់ដែលបញ្ញខណ្ឌនឹងឯងនាំយកសត្រូវមកសម្លាប់យើងបែរទៅជាអត់ដឹងនៅតែអោបកសោបអត់មានប្រព្រឹត្តទៅដើម្បី
រំដោះខ្លួនចេញអំពីឃាតករហ្នឹងមិនក៏មិនទៅសិក្សាក្នុងយមកៈសូត្រ3ដកលេខ33មើលដែលព្រះសិរីបុត្រសម្ដែងពីឃាតករដែលបន្លំចូលមកដើម្បីសម្លាប់យើងតាំងពីបដិសន្ធិរហូតទីបំផុតស្និទ្ធណាត្រូវឃាតករនឹងសម្លាប់ជាឈ្មោះនៃទុកក្នុងវត្តដាក់ណាប៉ុន្តែដែលលោកសិទ្ធិក៏ដឹងណានឹងឯងគាត់មិនឲ្យចូលមកចិត្តនឹងឯងគាត់ប្រើការបានជាប្រយោជន៍ទៀតប៉ុន្តែมันអាចសម្លាប់គាត់បានឡើយបញ្ញខណ្ឌហ្នឹងបើយើងកំណត់ដឹងដោយបញ្ញាយើងអាចប្រើបានដោយគុណចាស់គង់នៅក្នុងពុភ្នោះហ្នឹងប្រើឲ្យប្រព្រឹត្តព្រមចរិយធម៌ឲ្យអត់សម្លាប់គុណចាស់បានទេព្រោះគុណចាស់តាំងនៅក្នុងអបមាទធម៌ទោះជាជាតិនឹងត្រូវអស់បច្ចុប្បន្នក៏ដោយនៅ2 3ជាតិក៏ដោយក៏ប៉ុន្តែព្រះពុទ្ធអង្គទ្រង់ត្រាស់ថាមិនស្លាប់ហ្នឹងឯងអបមត្តាអ្នកមីយន្តិកន្លែងហ្នឹងដែលថាបុគ្គលដែលមិនប្រមាទឈ្មោះថាមិនស្លាប់ហ្នឹងព្រះអត្តថាបញ្យល់ថាសូម្បីតែនៅ2 3 4 5 6 7ជាតិទៀតក៏ដោយក៏ប៉ុន្តែឈ្មោះថាមិនស្លាប់ព្រោះក្នុងដំណើរផ្លូវទៅកាន់អមតៈគឺព្រះនិព្វាននឹងមើលអានេះដែលប្រើបញ្ញខណ្ឌដែលជាឃាតករប៉ុន្តែមិនឲ្យឱកាសដល់ឃាតករនឹងទេដោយសារបានដឹងនឹងឯងអញ្ចឹងការដែលបានដឹងបញ្ញខណ្ឌនឹងឯងជាឃាតករអញ្ចឹងទៅនឿយណាយប្រះចាកតម្រេកដល់នៅវិសុទ្ធិសេចក្តីបរិសុទ្ធមានអញ្ចឹងណាណាមកថាបរិសុទ្ធមិនមានការស្ដាប់ពធัวការសិក្សាពធัวប្រតិបត្តិពធัวព្រឹកទៅដើម្បីសេចក្តីបរិសុទ្ធណាប៉ុន្តែធ្វើម៉េចបងប្អូនកូនចៅយើងខ្លះដែលគាត់មិនបានយល់ដឹងមិនជ្រាបគុណបរតនត្រ័យហើយក៏មិនបានជ្រាបអំពីកិច្ចប្រតិបត្តិប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធហ្នឹងក៏មិនបានដឹងពីសេចក្តីសៅហ្មងអាសាទៈរបស់រូបវេទនាសញ្ញាសង្ខារវិញ្ញាណគឺសុខសោមនស្សនឹងឯងដែលនាំឲ្យសត្វលោកនឹងឯងវង្វេងទៅស្វែងរកការសែបសោយនឹងដោយអត់បានដឹងថាអ្វីដែលសោយអារម្មណ៍នឹងយើងឯណាដែលសោយវេទនាអាស្រ័យភាសៈសោះនឹងណាហើយមានយើងឯណាដែលជាអ្នកដឹងអារម្មណ៍តាមទ្វារទាំង6ហ្នឹងវិថីចិត្តសោះហ្នឹងណាហ្នឹងឯងប៉ុន្តែដល់ទៅមិនមានសតិប្បដ្ឋានក៏សម្គាល់ថាខ្លួននឹងឯងអ្នកសែបសោយអ្នកសបាយអ្នករីករាយចម្រើនទៅជាឆន្ទរាគៈនេះដែលព្រះអង្គត្រាស់ទៅសេចក្តីសៅហ្មងរបស់សត្វទាំងឡាយហ្នឹងដែលមហាលិហ្នឹងនាំយកបញ្ហាហ្នឹងមកទូលសួរព្រះអង្គថាមានគ្រូពរណកសបៈជាដើមហ្នឹងបដិសេធថាសត្វលោកអត់មានសេចក្តីសៅហ្មងអត់មានសេចក្តីបរិសុទ្ធអីទេគឺជាអកិរិយៈទិដ្ឋិហ្នឹងជាណត្តកៈទិដ្ឋិជាអហេតុកៈទិដ្ឋិពួកមិឆាទិដ្ឋិទាំងអស់ហ្នឹងប៉ុន្តែព្រះអង្គត្រាស់អំពីសេចក្តីសៅហ្មងហ្នឹងគឺតេតួងនឹងរឿងសពសោមនស្សដែលជាអាសាទៈរបស់ខណ្ឌនេះឯងដល់ទៅសេចក្តីទុក្ខព្រះអង្គទ្រង់ប្រកាសឲ្យជាហេតុនៃសេចក្តីបរិសុទ្ធទៅវិញមើលទៅណែបើយើងខ្លាចទុក្ខដោយអវិជ្ជាអានឹងវាអត់ដល់សេចក្តីបរិសុទ្ធទេយើងត្រូវចាញ់បោកតណ្ហាហើយតាមរោគសេចក្តីសុខស្រួលយ៉ាងនេះជានោះគ្រាន់តែសុខស្រួលបន្តិចបន្តួចហ្នឹងណាវាមិនបានទៅដោះស្រាយសេចក្តីទុក្ខក្នុងវត្តដាក់អីទេថែមទាំងកឫសគល់នៃវត្តទុក្ខនឹងទៀតផងហ្នឹងឯងក៏ប៉ុន្តែបើយើងឃើញទុក្ខដោយបញ្ញាទៅវិញនេះឯងតែដែលប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធពីព្រោះនិព្វាទាវិរិយកៈវិសុទ្ធិដែលព្រះអង្គសម្ដែងនឹងតែម្ដងចឹងសេចក្តីនៃពធខ្ញុំមណាក៏រៀបរាប់តកតងនឹងជីវិតប្រតិបត្តិក្នុងប្រចាំថ្ងៃរៀងព្រះអង្គរៀងខ្លួននឹងគឺយើងរៀនរស់នៅសិក្សាការពិតកុំឲ្យចេះតែបន្ទុះតោះឬក៏ភ័យខ្លាចឬក៏កើតទុក្ខសោកសៅជាមួយគ្នានឹងការពិតនៃជីវិតសូម្បីតែវាជាឧបសគ្គយ៉ាងណាក៏ដោយយកមកជាការសិក្សាចម្រើនកម្លាំងនឹងឯងចម្រើនកម្លាំងពីព្រោះក្នុងលោកវាត្រូវតែមានឧបសគ្គអ្នកដែលទន់ខ្សោយក៏ត្រូវតែដួលរលំទៅខ្វះសេចក្តីជាយាមក៏ប៉ុន្តែដូចជាមនុស្សដែកដែលត្រូវភ្លើងដុតទៅក៏ហមទៅគឺអត់រលាយដូចឈើទេអត់ទៅជាផេះដូចស្មៅទេភ្លៀងវឹបមកឬក៏លួតដោយទឹកទៅជាដែករឹងមនុស្សដែកគឺអញ្ចឹងតែជាមួយគ្នានឹងឧបសគ្គជាមួយគ្នានឹងសេចក្តីទុក្ខលំបាកគ្រប់យ៉ាងហ្នឹងគឺដុតដែកនឹងឲ្យរឹងយ៉ាងណានាំឲ្យបុគ្គលចម្រើនទៅដោយគុណធម៌ព្រោះតែសេចក្តីអត់ធន់ព្រោះតែសេចក្តីជាយាម
នេះដូច្នេះបានថាយើងកុំខ្លាចទុកដោយអវិជ្ជាគឺត្រូវតែទទួលយកទុកមកជាមេរៀនសិក្សាកំណត់ឲ្យឃើញជាទុករបស់សង្ខារទៅជាបរិញ្ញាទីបំផុតទៅរួចផុតចាកទុកជាស្ថាពរទៅបានសូមអនុមោទនាសម្រាប់ទាំងតូនគុំខ្ញុំកណាសូមក្រាបថ្វាយបង្គំនមស្ការចំពោះគុណព្រះត្រៃរតនៈដោយសេចក្តីគោរពកាត់ក្រែងសូមក្រាបថ្វាយបង្គំកណាគុណចាស់គ្រប់អង្គដែលគង់ប្រថាប់នៅក្នុងទីនេះមានគុណចាស់ធម្មគិរវោគុណចាស់ជាមសវណ្ដាជាដើមណាសូមក្រាបថ្វាយបង្គំលោកម្ចាស់ព្រះបញ្ញាបញ្ចោតោណាដោយសេចក្តីគោរពកាត់ក្រែងយរាត្រីនេះម៉ោង11 12ទៀតហើយបានដល់ភ្នំពេញណានឹងសូមអនុញ្ញាតក្រាបថ្វាយបង្គំពលគ្រូកបណ្ឌិតដោយសេចក្តីគោរពជ្រះថ្លាគ្រប់ពលគ្រូធម្មចារគ្រប់រូបមានលោកគ្រូសវណ្ណារាលោកគ្រូដែលអញ្ជើញមកពីបាត់ដំបងអស់ប្រហែលក្រេហើយថ្ងៃមិញហ្នឹងណានឹងសូមគោរពពោះញាតិញោមពុទ្ធបរិស័ទអស់ម៉ែសុភមេតណាខលទូរស័ព្ទសួរមកលេខហ្នឹងឈប់ប្រើណានៅកន្លែងតាណាប៉ុនហ្នឹងណាគ្រូជាម្ចាស់ថាផ្សារអគ្គហ្នឹងក៏អគ្គមែនចេញមកដល់អ្នកជូនមកហ្នឹងឯងបើអត់ជូនមើលរួមឃើញទេណាក៏សូមអរគុណបាសិកាទៅនារីផលមួយថ្ងៃហ្នឹងគឺថារថយន្តអីហ្នឹងគឺចេញទាំងអស់ហើយចាំងពីចង្ហាន់តាំងពីអីហ្នឹងក៏អរគុណហើយថ្ងៃច័ន្ទក្រោយក៏មកមិនតាន់ទេតាមមើលថាចូលភ្នំពេញតែថ្ងៃច័ន្ទហ្នឹងមានរហូតទៀតណាថ្ងៃច័ន្ទហ្នឹងទៅចុងកស៊ូទៅព្រោះយើងធ្លាប់ទៅទទួលដល់តែភ្នំសន្ទុកត្រឹមស៊ីមរៀបហ្នឹងទទួលលោកគ្រូមកព្រលឹមងើបប្រយុទ្ធទៅមកតាមដង្ហែឈើទាលទៅដល់កន្លំភ្លុកចាំយើងមកវិញសបាយរីករាយគឺមកអាទិត្យម្ដងមិនលំបាកទេបងពោធិវីនោះរាល់ថ្ងៃកូនចាស់រាល់ថ្ងៃហើយញាតិញោមរាល់ថ្ងៃដែលថ្ងៃណាថ្ងៃហ្នឹងគាត់តែជ្រះថ្លាហ្នឹងគឺថាវាសបាយចិត្តដែរគាត់ថាឃើញញាតិញោមតាមធូសបាយចិត្តសបាយរីករាយជ្រះថ្លាទៅបង្អោនអនុមោទនាបុណ្យពីគេទៅវិញទៅមកទៀតណាអញ្ចឹងទៅគឺនឹងឯងសេចក្តីពិតនោះហើយក៏សូមអនុញ្ញាតដើម្បីបានឱកាសចូលរួមពីលោកគ្រូប្រហែលជា5នាទីហើយសូមសួរសំណួរគុណចាស់ព្រះអភិធម្មមេនន្តោដែលលោកសាកសួរបែបមិនតាន់សួរណាគឺលោកគ្រូលើកឡើងបាញ់មិញចាប់អារម្មណ៍ទៅលើខ្លឹមសារដែលព្រះអង្គទ្រង់ប្រកាសសម្ដែងប្រពព្រះមហាកស្សបៈបមាទាំងអបមាតេនៈយថានុតតិបណ្ឌិតោបញ្ញាបាសាទៈមេរយហៈអសោកោសោកេនឹងបជាងបបតថាវៈបពតថាវៈភុមត្ថៈភុមត្ថេភុមត្ថេសូមតភុមត្ថេធីរោពាលេអវេខតិគឺបុគ្គលដែលបណ្ឌិតហ្នឹងគឺលោកតែងតែបន្តបងនៅសេចក្តីប្រមាទដោយការមិនប្រមាទមិនបន្តបងសេចក្តីប្រមាទដោយទៅដាក់ពីបីកំប៉ុងអីទេអត់ទេគឺដោយសេចក្តីមិនប្រមាទហ្នឹងឯងទៅបាត់កំចាត់បងណាសេចក្តីប្រមាទហ្នឹងឯងណាប្រមាទថាយ៉ាងម៉េចហ្នឹងគឺដោយសេចក្តីមិនប្រមាទឈ្មោះថាមានសតិសពកាលហ្នឹងឯងគឺសតិប្បដ្ឋានហ្នឹងហើយណាហើយព្រះអង្គរមែងបានឡើងប្រាសាទគឺបញ្ញាហើយបានបញ្ញាមកងាយទៅហើយព្រះអង្គអត់សោកទេអសោកោអត់សោកទេហើយឃើញសេចក្តីសោករបស់ជនទាំងឡាយដោយព្រះអង្គឡើងលើភ្នំខ្ពស់អញ្ចឹងហ៊ីរ៉ូនោះបណ្ឌិតនោះតែងពិចារណានៅជួនពេលដូចជាឡើងលើភ្នំខ្ពស់បានន័យថាលោកនឹងស្ងប់រងាប់ហើយលោកឃើញមហាជនយើងនឹងកំពុងវក់វីវក់ដណ្ដើមគ្នាដោយលៀបដោយយោះដោយអីហ្នឹងគឺថាលោកសង្វេគចឹងលោកសង្វេគណាស់អាណិតសត្វលោកនឹងណាស់គឺថាសត្វលោកនឹងកំពុងតែត្រូវតណ្ហានឹងដឹកនាំណាកុំចេះតែប្រឹងតឹងតាមតណ្ហាកុំចេះតែប្រឹងតឹងតាមតណ្ហាត្រូវចេះពិចាររកខ្លួនឯងផងសតិប្បដ្ឋានទៅបានច្បាស់ច្បងដើរតាមកន្លងវិបស្សនានឹងក៏លើកមកចំណុចទេព្រោះលើករឿយនៅខាងអូដបងនោះណាលោកគ្រូជាម្ចាស់ផ្សាយតាមរយនឹងឯងសបផ្សាយនៅវត្តពៅមេហណាឡោមនោះលោកគ្រូសំដែងមកហ្នឹងចេះតាមលោកគ្រូហ្នឹងទេណាហើយម៉ែសុភមិត្តហ្នឹងក៏ចូលចិត្តនៅក្នុងកំណាព្យនៅក្នុងការអប់រំហ្នឹងដែរញាតិញោមក៏ចូលចិត្តដែរនឹងប៉ុណ្ណឹងចាស់ហើយក៏សូមអនុញ្ញាតសួរលោកគ្រូបញ្ហាក្នុងសតិប្បដ្ឋាននឹងឯងហើយសតិប្បដ្ឋានហ្នឹងក៏ញាតិញោមសិក្សាហើយគឺថាមាន4ដែលអារម្មណ៍របស់សតិប្បដ្ឋានប៉ុន្តែអារម្មណ៍នោះក៏ជាសតិប្បដ្ឋានដែរ
គឺមានកាយវេទនាចិត្តធម៌ហ្នឹងហើយព្រះអង្គចែកជាពីរប្រថាលោកបញ្យល់ថាកាយនិងវេទនានេះមកក្រុមទៅហើយចិត្តនិងធម៌មកក្រុមទៅទាក់ទងនឹងចរិតអធ្យាស្រ័យរបស់សត្វលោកនឹងមានចរិតច្រើនប៉ុន្តែក្នុងសតិប្បដ្ឋានព្រះអង្គសម្ដែងតែចរិតតែពីរទេគឺមួយដោយតណ្ហាចរិតមួយទៀតដោយទិដ្ឋិចរិតហើយតណ្ហាចរិតនឹងក៏ចែកជាពីរទៀតមួយនឹងបញ្ញានឹងទន់ខ្ចីមួយបញ្ញានឹងរៀងចាស់ខ្លាហើយទិដ្ឋិចរិតបុគ្គលដែលមានទិដ្ឋិចរិតហ្នឹងគឺថាមួយបញ្ញាទន់ខ្ចីមួយបញ្ញាចាស់ខ្លាដែរអញ្ចឹងអ្នកដែលទន់ខ្ចីហ្នឹងក៏សមរម្យនឹងតណ្ហាចរិតហ្នឹងគឺសមរម្យនឹងកាយានុបស្សនាសតិប្បដ្ឋានទៅហើយអ្នកដែលមានបញ្ញាដែរមិនតែដោយតណ្ហាចរិតហ្នឹងក៏សមរម្យនឹងវេទនានុបស្សនាសតិប្បដ្ឋានអញ្ចឹងទៅហើយពពោទិដ្ឋិចរិតហ្នឹងក៏អញ្ចឹងដែរបើទន់ខ្ចីក៏សមគួរនឹងចិត្តតានុបស្សនាសតិប្បដ្ឋានទៅបើខ្លាំងក៏សំគួរនឹងធម្មានុបស្សនាតែឋានទៅហ្នឹងគឺប៉ុណ្្នឹងហើយសំណួរហ្នឹងលោកម្ចាស់គ្រូព្រះធម្មមានអន្តោបានធម្មសាកឆាយសាកសួរតែលោកមិនតន់អស់ចិត្តលោកថាតតែលោកគ្រូអគ្គសំដែងបានលោកថាយល់ព្រមឲ្យអស់ចិត្តលោកឆ្ងល់ថាតើតណ្ហាចរិតនេះបកគលជាតណ្ហាចរិតចឹងហើយប៉ុន្តែដល់ពេលអប់រំចម្រើនទៅលោកបានសម្រេចជាព្រះអរហន្តហើយអញ្ចឹងសួរលោកគ្រូថាតើនៅតែហៅថាព្រះអរហន្តអង្គនឹងដែលបានសម្រេចនឹងសម្រេចអីចាអញ្ចឹងដែលលោកនឹងជាចរិតអីតើយើងក៏បីថាជាតណ្ហាចរិតតើសំរុំដែលប្រើពាក្យថាជាតណ្ហាចរិតនឹងដែរឬទេព្រោះតណ្ហាចរិតនឹងវាមិនជាតណ្ហាទេគឺគ្រាន់តែអធ្យាស្រ័យចរិតនឹងវាប្រព្រឹត្តទៅគឺថាអ្នកតណ្ហាចរិតនោះចង់បានណាចង់បានតែថេចរិតវិការយល់អញ្ចឹងទៅតើនៅតែហៅអញ្ចឹងដែរឬទេអាហ្នឹងគឺចំណុចទី1ហើយសុទ្ធថាតណ្ហាចរិតនឹងវាជាទូអកុសលសុទ្ធឬក៏គាត់តែគាត់បញ្ញត្តិទៅលើបុគ្គលថាជាតណ្ហាចរិតហើយក្នុងជីវ័នជាមហាកុសលអីធម្មតាឬក៏យ៉ាងណានឹងចំណុច2ហ្នឹងដែលលោកត្រូវការសួរក៏សូមលោកគ្រូមេត្តាអនុគ្រោះណាគណានៅក្នុងតណ្ហាទិដ្ឋិនេះជាទូអកុសលតែគណាពីព្រោះបតិបដ្ឋាន4ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងគឺប្រព្រឹត្តទៅដើម្បីលះអកុសលគណានឹងឯងហើយមនុស្សយើងធម្មតាមានចរិតដោយតណ្ហាដោយទិដ្ឋិហ្នឹងបើសម្ដែងនៅក្នុងសតិប្បដ្ឋាន4បើចំពោះសមថៈក៏រៀបរាប់ទៅក្នុងចរិត6ចឹងទៅទៀតទៅដូច្នេះបងនិតក៏បានរតនាមកហើយតាមន័យព្រះអត្ថកថាមហាទេពដ្ឋានសូត្រព្រមតែថាសំណួរបញ្ជាក់ថាតណ្ហាទិដ្ឋិហ្នឹងក្នុងសភាពជាអង្គធัวហ្នឹងយ៉ាងណាគឺជាអកុសលនឹងឯងដែលវាមាននៅក្នុងសត្វលោកហ្នឹងដូច្នេះព្រះអង្គទ្រង់ត្រាស់ដឹងក៏តេតួងទៅនឹងសត្វលោកមានកិលេសនឹងហើយចា៎ព្រះអង្គទ្រង់សម្ដែងពធទេសនាក៏តែមកពីរឿងសត្វលោកមានកិលេសមានទុក្ខហ្នឹងដូច្នេះពធគឺដោះស្រាយបញ្ហាដោះស្រាយសេចក្តីទុក្ខរបស់សត្វលោកហើយក្នុងរតបឋានយើងសិក្សាទៀងទាត់ហើយណាគឺទោះជាកាយវេទនាចិត្តធัวក៏ជាលោកយៈដែលជាអារម្មណ៍របស់សតិប្បដ្ឋានចឹងបានជាតួសតិនេះគឺបានសង្គ្រោះចូលទៅក្នុងទុក្ខសច្ចៈនឹងឯងចឹងតួសតិសតិប្បដ្ឋាន4ហ្នឹងអង្គធัวគឺសតិនឹងឯងហើយមិនបានសង្គ្រោះចូលទៅក្នុងទុក្ខសច្ចមកអំពីសតិហ្នឹងជាលោកយៈជាលោកយៈដែលមានកាយវេទនាចិត្តធัวនឹងឯងជាអារម្មណ៍នឹងឯងចឹងអញ្ចឹងតួតបដ្ឋានហ្នឹងជាមហាកុសលជាលោកយៈដែលប្រព្រឹត្តទៅអញ្ចឹងឬក៏ថាជាកិរិយាក្នុងព្រះខៃណាស្របហ្នឹងក៏នៅតែចូលក្នុងទុក្ខសច្ចអញ្ចឹងគឺតួសតិហ្នឹងជាទុក្ខសច្ចក៏ណាដូច្នេះនៅក្នុងបញ្ហាទី1គឺតណ្ហាចរិតទិដ្ឋិចរិតអីហ្នឹងគឺតេតួងទៅនឹងអកុសលហ្នឹងពីព្រោះសតិប្បដ្ឋានដែលមានលោកយៈជាអារម្មណ៍គឺជាសតិប្បដ្ឋានដែលប្រព្រឹត្តទៅដើម្បីដណ្ដើមអារម្មណ៍ពីតណ្ហាដណ្ដើមអារម្មណ៍ពីទិដ្ឋិហ្នឹងឯងចឹងដណ្ដើមយកមកសិក្សាយកមក
ពិចារណាយកមកកំណត់ឲ្យឃើញតាមសេចក្តីពិតនៃកាយវេទនាចិត្តធម៌ហ្នឹងអញ្ចឹងគឺតណ្ហានិងទិដ្ឋិដែលវាតែងតែប្រកបជាមួយមោហៈវង្វេងទៅក្នុងអារម្មណ៍ហ្នឹងវាអត់អាចកើតឡើងបានទេក្នុងគណៈដែលមានសតិរលឹកដឹងក្នុងគណៈដែលមានវិបស្សនាអញ្ចឹងហៅថាតទាំងគបហាណៈព្រោះក្នុងពេលហ្នឹងគឺអកុសលមិនអាចកើតឡើងបានឡើយដោយសារអារម្មណ៍ហ្នឹងគឺជាអារម្មណ៍របស់សតិប្បដ្ឋានទៅហើយប៉ុណ្ណាអញ្ចឹងហើយក្នុងសេចក្តីដែលយើងសិក្សាទៅបើយើងឆ្ងល់ថាម៉េចបានជាសតិប្បដ្ឋានហ្នឹងមានចំពោះតែលោកយៈជាអារម្មណ៍មកពីកិច្ចរបស់សតិប្បដ្ឋានហ្នឹងដើម្បីដណ្ដើមអារម្មណ៍ពីតណ្ហានិងទិដ្ឋិហ្នឹងដោយសារតែតណ្ហានិងទិដ្ឋិមានតែលោកយៈជាអារម្មណ៍មិនមានលោកតរៈជាអារម្មណ៍ទេបើតណ្ហាទិដ្ឋិមានលោកតរៈជាអារម្មណ៍សតិប្បដ្ឋានក៏ត្រូវតែទៅដណ្ដើមអារម្មណ៍ហ្នឹងយកមកកំណត់ត្រូវតែមានលោកតរៈជាអារម្មណ៍ដែរចឹងទៅតែក្នុងកិច្ចនេះគឺកិច្ចដើម្បីកម្ចាត់បងនៅអកុសលអញ្ចឹងគឺដណ្ដើមអារម្មណ៍របស់អកុសលហ្នឹងអារម្មណ៍របស់អកុសលគឺមានតែលោកយៈសត្វនឹងឯងអញ្ចឹងបានយើងត្រូវយល់ថាតបឋានហ្នឹងមានអារម្មណ៍ជាលោកយៈពីព្រោះជាកិច្ចប្រតិបត្តិកម្ចាត់បងនៅតណ្ហាកម្ចាត់បងនៅទិដ្ឋិហ្នឹងហើយក្នុងការចម្រើនទៅដោយសតិប្បដ្ឋាន4ហ្នឹងយ៉ាងណាក៏ទំនាក់ទំនងទៅតាមតណ្ហានិងទិដ្ឋិហ្នឹងជាបកតោបនិស្សយបច្ច័យផងដែរព្រោះអកុសលជាបច្ច័យនៃកុសលដោយបកតោបនិស្សយបច្ច័យបានដែលនាំឲ្យអ្នកប្រតិបត្តិនឹងមានក្តីសុខសែនសានស្រួលទៅនៅក្នុងសតិប្បដ្ឋានយ៉ាងណាច្បាស់លាស់ក្នុងកាយឬក៏ក្នុងវេទនាឬក៏ក្នុងចិត្តឬក៏ក្នុងធัวជាប្រកដីដែលផ្ដើមចម្រើនឡើងដោយសតិប្បដ្ឋានហ្នឹងណាមិនមែនជាគំនិតដែលយើងរៀបចំទៅតាមដែលយើងជាតណ្ហាចរិតត្រូវចម្រើនកាយចម្រើនវេទនាអីចឹងទៅអញ្ចឹងដែលមានចិត្តមានធัวប្រកបឡើងនោះមិនរលឹកដឹងទេឬយើងមានទាំងតណ្ហាមានទាំងទិដ្ឋិនឹងឯងដែលសម្រាប់បឋិជននឹងឯងហើយដល់ទៅព្រះសោតាបានអត់មានទិដ្ឋិហើយក៏នៅតែប្រព្រឹត្តទៅក្នុងការកំណត់ដឹងកាយវេទនាចិត្តធัวពីព្រោះនេះជាតួសតិដែលជាកិច្ចប្រតិបត្តិកិច្ចរបស់សតិហើយបានសន្មតថាជាបុគ្គលទៅតាមបច្ច័យរបស់សតិហ្នឹងហើយបច្ច័យរបស់សតិមានច្រើនទៀតមិនមែនគ្រាន់តែមានតណ្ហានិងទិដ្ឋិហ្នឹងទេដល់ទៅសតិប្បដ្ឋានកើតឡើងព្រោះមានបច្ច័យច្រើនក៏បានពោលជាវោហាថាបុគ្គលនឹងចម្រើនតែប្រឋានអីចម្រើនតែប្រឋានអីទៅតាមបច្ច័យរបស់សតិប្បដ្ឋាននឹងទៅអញ្ចឹងវាមានតណ្ហាទិដ្ឋិនឹងជាឧបនិស្សយបច្ច័យដែលឲ្យតែប្រឋានប្រព្រឹត្តទៅនឹងឯងដោយថាថ្នាំដែលដាក់ទៅវាបញ្ចាត់បងនៅរោគហ្នឹងក៏នាំឲ្យសុខកាយនាំឲ្យតិចអីចឹងទៅយ៉ាងណាក៏ប្រើប្រាស់នៅថ្នាំនឹងជាធម្មតាដែលថ្នាំនឹងវាកាក់កបហើយនឹងរហូតដល់ទៅជាដាច់ទៅហ្នឹងឯងចំពោះសតិប្បដ្ឋានដែលប្រព្រឹត្តទៅហ្នឹងអត់មាននៅក្នុងការបង្កប់បញ្ជាចាត់ចែងដោយគំនិតខ្លួនយើងអ្នកបដិបត្តិទេតែប្រឋានមានបច្ច័យឲ្យកើតឡើងយើងត្រូវយល់នៅក្នុងសតិប្បដ្ឋានមានបច្ច័យឲ្យកើតឡើងក៏ប៉ុន្តែក្នុងបណ្ដាបច្ច័យរបស់សតិប្បដ្ឋានហ្នឹងក៏មានតណ្ហាមានទិដ្ឋិហ្នឹងជាបច្ច័យផងដែរហើយដល់ទៅពេលអស់តណ្ហាអស់ទិដ្ឋិហ្នឹងទៅអាហ្នឹងគឺអត់មាននិយាយពីចរិតអីរបស់បក្ខីណាស្របហ្នឹងព្រះអង្គជាតណ្ហាចរិតព្រះអង្គជាទិដ្ឋិចរិតអីទៅទៀតទេពីព្រោះចរិតវាជាការប្រព្រឹត្តដោយអំណាចតណ្ហាដោយអំណាចទិដ្ឋិតែកាលណាអស់តណ្ហាទិដ្ឋិហើយយើងមិនអាចមកនិយាយតែព្រះអរហន្តតណ្ហាចរិតឬក៏ទិដ្ឋិចរិតអីទេក៏ប៉ុន្តែគឺសម្រាប់មហាកិរិយាដែលប្រព្រឹត្តទៅនឹងយ៉ាងណាក៏តេតួងនឹងបច្ច័យដោយឧបនិស្សយបច្ច័យពីមហាកុសលនឹងទៅនឹងឯងអញ្ចឹងគឺថាក្នុងការដែលព្រះខៃណាស្រប
បានកំចាត់បងតណ្ហាទិដ្ឋិអស់ហើយគឺតែប្រធានរបស់ប្រខៃណាស្រាប់ប្រព្រឹត្តទៅយ៉ាងណាតាក់ទងនឹងឧបនិស្សយបច្ច័យនៃសតិប្បដ្ឋានហ្នឹងដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្នដើម្បីសតិសម្បជញ្ញៈនៃប្រខៃណាស្រាប់ហ្នឹងនឹងឯងដែលជាបច្ច័យរបស់សតិប្បដ្ឋានមានច្រើនមិនថាមានតែតណ្ហានិងទិដ្ឋិហ្នឹងតែប៉ុណ្ណឹងហើយដល់អស់តណ្ហាទិដ្ឋិទៅតែប្រធានអត់មានមិនមែនទេពីព្រោះបច្ច័យរបស់សតិប្បដ្ឋានមានច្រើនទៀតដោយអំណាចនៃវិបស្សនាក្នុងមហាកុសលអញ្ចឹងទៅក៏ទៅជាវិបស្សនាក្នុងមហាកិរិយាទៅដើម្បីចូលកាន់ផលសមាបត្តិឬក៏ដើម្បីចូលកាន់និរោធសមាបត្តិអញ្ចឹងទៅព្រោះអត់មានវិបស្សនាដើម្បីអរិយមគ្គទៀតទេតែវិបស្សនាដើម្បីផលសមាបត្តិនិងនិរោធសមាបត្តិរបស់បក្ខីណាស្រាប់សំគួរតាមកម្លាំងនៃវិបស្សនារួមជាមួយនឹងកម្លាំងរបស់សមថៈហ្នឹងចឹងគឺបញ្ហាតែប៉ុណ្ណឹងទេហើយក៏ពេលវេលាមានសំណួរទៀតទេណាសូមជាលោកគ្រូជាម្ចាស់ថាតើពេលថាតណ្ហានិងទិដ្ឋិខ្ញុំកណាយល់ថាជាអកុសលសត្វហើយប៉ុន្តែពេលថាតណ្ហាចរិតនេះបុគ្គលមានតណ្ហាចរិតហើយអញ្ចឹងបានន័យថាបុគ្គលនឹងមិនមែនអកុសលសត្វទេក្នុងជីវ័នក្នុងក៏អប់រំចម្រើនសតិប្បដ្ឋាននឹងដែរហើយមានមហាកុសលចុះតែហៅថាតណ្ហាចរិតនឹងតើជាអកុសលសត្វឬក៏ត្រឹមតែកំណត់ទៅលើបុគ្គលយ៉ាងម៉េចទេដែលយើងនិយាយតណ្ហាចរិតទិដ្ឋិចរិតយើងនិយាយជាបុគ្គលអញ្ចឹងហើយធម្មតាតែបុគ្គលវារួមដោយកុសលអកុសលអព្យាក្រឹតហ្នឹងហើយបានទៅជាបុគ្គលហ្នឹងឯងអញ្ចឹងគឺគ្រាន់តែថាវាតេតួងទៅតាមឧបនិស្ស័យអធិស្ឋ័យនៃតណ្ហានិងទិដ្ឋិក៏ប៉ុន្តែយើងនិយាយជាបុគ្គលហ្នឹងវាជាបុគ្គលបញ្ញត្តិហើយយើងមិនមែនបញ្ជាក់ទៅលើអង្គធัวណាមួយទេគឺនិយាយជាបុគ្គលក្នុងជីវិតនៃបុគ្គលហ្នឹងដូចថាបុគ្គលហ្នឹងរាគៈចរិតប៉ុន្តែកំពុងតែប្រតិបត្តិទៅក្នុងអសុបកម្មដ្ឋានអញ្ចឹងទៅអញ្ចឹងណាទាំងសូមអនុមោទនា